ពេលខ្លះយើងគិតថាចម្រៀងស្នេហាធម្មតាតើបាទប៉ុន្តែជាក់ស្ដែងកុមារគួរតែចេះចម្រៀងកុមារជាងមែនទេហ្នឹងហើយមានថាចេះតាមកម្រិតវ័យគាត់វាសំប្រកបជាងបាទជាងទទួលស្គាល់ថាបទចម្រៀងសម្រាប់យុវវ័យមួយចំនួនមានពាក្យលេបខាយបាទតែបើយើងគិតថាកុមារគាត់ចេះពាក្យលេបខាយជាទូទៅបើបន្តិចបន្តួចអាណាព្យាបាលអីតែងតែសរសើរថាកូនបកែអីចេះឆ្លាតតែបើយើងកលេចមកកលេចទៀតវ័យហ្នឹងវាអត់ត្រូវឆ្លាតរឿងហ្នឹងទេបាទវាត្រូវឆ្លាតរឿងផ្សេងហ្នឹងហើយថ្ងៃមុនខ្ញុំមើលក្នុង Facebook group Facebook មួយទាក់ទងមួយពុកម្ដាយហ្នឹងគាត់ចែកម្លែករឿងថាហេតុអ្វីកុមារកូនគាត់ឆែកទូរស័ព្ទកូនរបស់គាត់ឃើញថាកូនរបស់គាត់មានការ access ចូលទៅមើល website អាភាសហើយគាត់សួរគ្នាថាត្រូវធ្វើបែបណានៅស្រុកយើងចាប់ផ្ដើមមនុស្សស្គាល់គ្រឿងសង្វឹងតាំងពីវ័យកុមារទៅដូចយើងតែងតែនិយាយលេងថាយើងមិនត្រឹមតែនៅបរទេសគេតែងតែមានកន្លែងដែលគេទទួលទានគ្រឿងសង្វឹងហើយគ្រឿងសង្វឹងមិនអាចទទួលទាននៅទីសាធារណៈបានទេពីព្រោះនៅទីសាធារណៈវាមានបុព្វជិតសាសនាវាមានកុមារវាមានមនុស្សចាស់យល់មនុស្សច្រើនប្រភេទដែលមិនប្រកាសថាគេរីករាយជាមួយនឹងរូបភាពហ្នឹងទេបាទអញ្ចឹងដូច្នេះគេតែងតែកំណត់ឲ្យមានការផាកពិន័យរាល់ការទទួលទានគ្រឿងសង្វឹងនៅទីសាធារណៈច្បាប់នេះមានច្រើននៅបរទេសសម្បីតែនៅប្រទេសក្នុងអាស៊ានយើងក៏មានប្រទេសមួយចំនួនអនុវត្តដែរប៉ុន្តែនៅស្រុកខ្មែរយើងជាអកុសលយើងមិនទាន់រដ្ឋបတ်ដល់ប៉ុណ្ណឹងពេកទេយើងគិតថាជាការអនុវត្តតាមដំណាក់កាលទៅចុះក៏ប៉ុន្តែវាប្រជាពលរដ្ឋយើងហាក់ដូចជាបាត់បង់ក្រមសីលធម៌រហូតដល់ទទួលទានគ្រឿងសង្វឹងគ្រប់កន្លែងតែម្ដងមានន័យថាកន្លែងខ្លះដែលមិនគួរនឹងជាទីទទួលទានគ្រឿងសង្វឹងដូចជាសួនច្បារសាធារណៈក៏ទៅក្រាលកាទៀលញ៉ាំក៏មានដែរគាត់ទៅអង្គុយឬក៏ទៅអង្គុយទទួលទានអាហារនៅសាធារណៈទៅគាត់សួនច្បារសាធារណៈឬគាត់ទទួលទានគ្រឿងសង្វឹងឬប្រហែលរយៈមុនយើងបានឃើញព័ត៌មាននៅពលានយន្តហោះនៅពលានហោះគាត់ទៅវាយវងនៅចុងកន្លែងចំណតឡានរួចទទួលទានគ្រឿងសង្វឹងនៅចិត្តហ្នឹងដូច្នេះក្មេងគាត់បានឃើញហើយដិតដាមជាមួយនឹងរូបភាពអស់ហ្នឹងហើយអាការប៉ះពាល់ទង្គិចអារម្មណ៍ពីក្មេងទៅយើងអាចគិតថារូបភាពអស់ហ្នឹងអត់ធន់ធ្ងរទេមិនជារូបភាពកាប់ចាក់អីវេទនាអីពេកប៉ុន្តែហេតុអីយើងគិតថានឹងអាចប៉ះពាល់អារម្មណ៍ក្មេងទៅថ្ងៃអនាគតអីបើខ្ញុំគិតថាប៉ះទីមួយអាកប្បកិរិយាតែពិតអាកប្បកិរិយាយើងវាបើយើងស្ដែងចេញតាមរយៈការជុលកំប៉ុងគ្នាហ្នឹងវាតែពិតជុលហ្នឹងវាអត់ខុសទេប៉ុន្តែវានៅអាក្នុងខុសហ្នឹងគឺខុសកន្លែងបីដូចជាយើងលើកទឹកចិត្តកុមារឲ្យញ៉ាំអាកុលតាមយើងបាទព្រោះយើងដឹងឯថាគ្រឿងសង្វឹងគ្មានណាគេញ៉ាំអាកុលទេចង់និយាយថានៅក្នុងគ្រឿងសង្វឹងហ្នឹងវាមានជាតិអាកុលហើយជាទូទៅសារធាតុអាកុលហ្នឹងនៅក្នុងផ្នែកវិទ្យាសាស្ត្រគឺគេប្រើសម្រាប់ស្លាប់មេរោគបាទហើយក្នុងខ្លួនយើងវាមានមេរោគច្រើនបានយើងត្រូវញ៉ាំអាកុលទៅអញ្ចឹងមានថានៅក្នុងខ្លួនមនុស្សយើងទទួលស្គាល់ថាវាមានសារធាតុមិនល្អច្រើនប៉ុន្តែយើងចាំបាច់ញ៉ាំអាកុលទៅអីញ៉ាំទៅក៏វាមិនងាប់ដែរត្រូវហើយវាងាប់តែយើងដូចជាសម័យ COVID គេធ្លាប់មានថាបាញ់អាកុលដើម្បីការពារ COVID តែគាត់ថាគាត់អត់បាញ់ទេគាត់ដាក់ចូលទៅក្នុងហ្មងឲ្យកើតទៅសម្រាប់ COVID នៅក្នុងនោះហ្នឹងហើយតែជាអកុសលពេលដាក់ទៅរាងកាយចុះខ្សោយ COVID គ្របពីលើបាទអញ្ចឹងអីដែលយើងចង់ជជែកនេះគឺតកតងជាមួយនឹងបញ្ហាកុមារការដិតដាមរបស់កុមារនៅកម្ពុជាយើងដែលទួលរូបភាពដែលកុមារមិនគួរទទួលទីមួយដូចយើងនិយាយការឃើញរូបភាពនៃការទទួលទានគ្រឿងសង្វឹងជាប្រចាំអាចជារូបភាពនៃចំនួននៅក្នុងគ្រួសារអំពើហិង្សានៅក្នុងគ្រួសារផងដែរហើយក៏ទទួលនៅរូបភាពអាហារភាសក្នុងវ័យក្មេងរូបភាពមិនគូក៏បីកុំនិយាយថាដល់អាហារភាសណារូបភាពមិនគូក៏បីផ្សេងអញ្ចឹងទៅនៅសប្តាហ៍ថ្ងៃនៅបរទេសគឺគេគិតអំពីសុខុមាលភាពកុមារផ្នែកអារម្មណ៍របស់គាត់នឹងមែនទែនដោយគេហៅថាmonetize គឺការតាមដាន screen time តាមដានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឬក៏ smartphone របស់គាត់ហ្នឹងគឺមានគេហៅថា strict មានការតឹងរឹងមានការតឹងរឹងនៅក្នុងការគាត់អត់អាច access ចូលទៅក្នុង website ដែលมันគួរបានទេគាត់មិនអាចមើលឃើញពេលខ្លះយើងគិតថាចម្រៀងស្នេហាធម្មតាតើបាទប៉ុន្តែជាក់ស្ដែង
កុមារគួរតែចេះចម្រៀងកុមារជាងមែនទេហ្នឹងហើយមានថាចេះតាមកម្រិតវ័យគាត់វាសំប្រកបជាងបាទហើយដូចជាងទទួលស្គាល់ថាបទចម្រៀងសម្រាប់យុវវ័យមួយចំនួនមានពាក្យលេបខាយបាទតែបើយើងគិតថាកុមារគាត់ចេះពាក្យលេបខាយជាទូទៅបើបន្តិចបន្តួចអាណាព្យាបាលអីតែងតែសរសើរថាកូនបកែអីចេះឆ្លាតតែបើយើងកលេចមកកលេចទៀតវ័យហ្នឹងវាអត់ត្រូវឆ្លាតរឿងហ្នឹងទេបាទវាត្រូវឆ្លាតរឿងផ្សេងហ្នឹងហើយពុកម្ដាយខ្លះយល់ថាការឆ្លាតរបស់កូននៅរឿងដែលគាត់មិនតាន់ដល់វ័យហ្នឹងណាហ្នឹងហើយគឺជាភាពឆ្លាតវ័យតែយើងទទួលស្គាល់ដែរថាហ្នឹងបើសិនជាគាត់ធំហើយគាត់ដូចបកែអញ្ចឹងទៀតអត់អីប៉ុន្តែវ័យនេះគាត់មិនគួរឆ្លាតរឿងហ្នឹងគាត់គួរឆ្លាតរឿងផ្សេងទៅទៀតដូច្នេះ screen time ខ្ញុំឃើញមានវិបត្តិថ្ងៃមុនខ្ញុំមើលក្នុង Facebook group Facebook មួយទៅតមួយពុកម្ដាយហ្នឹងគាត់ចែករំលែករឿងថាហេតុអ្វីកុមារកូនគាត់ឆែកទូរស័ព្ទកូនរបស់គាត់ឃើញថាកូនរបស់គាត់មានការ access ចូលទៅមើល website អាភាសហើយគាត់សួរគ្នាថាត្រូវធ្វើបែបណាគាត់សួរគ្នាថាធ្វើបែបណាព្រោះកូនគាត់មិនទាន់ដល់វ័យទេហើយក្មេងមែនទែនប៉ុន្តែគាត់មើលវីដេអូអាភាសអញ្ចឹងទៅសម្រាប់រតនៈបើសិនជាពុកម្ដាយមកសួរអញ្ចឹងក្នុងនាមជាអ្នកចិត្តសាស្ត្រគូធ្វើមិនអីត្រាប់ពេលនេះយើងអាចឆ្លើយថាអត់ទាន់ដឹងដែរប៉ុន្តែជាទូទៅនៅពេលដែលកុមារគាត់ access ចូលទៅក្នុងហ្នឹងសួរថាកុមារគាត់មានទូរស័ព្ទផ្ទាល់ខ្លួនអត់មានបើអត់មានឥឡូវក្មេងឥឡូវថ្នាក់ទី4ទី5ម្ដាយឪពុកទិញឲ្យហ្នឹងមិនអញ្ចឹងហ្នឹងហើយបាទពីណាអ្នកផ្ដល់ឲ្យគាត់មានសមត្ថភាពក្នុងការសំលុយទៅទិញខ្លួនឯងអត់បាទម៉ែឪនឹងឲ្យទិញឲ្យមានណាទៀតហើយមួយទៀតអាចជាឧបសគ្គដែរនៅពេលដែលជាទូទៅអាណាព្យាបាលមួយចំនួនចេះអត់ស្មើកូនទេតែតងនឹងប្រព័ន្ធអេឡិចត្រូនិកបច្ចេកវិទ្យាមួយចំនួនលុបវាចេះហ្នឹងហើយបិទបាំងអីចឹងទៅណាអញ្ចឹងយើងដឹងថាយើងអាចធ្វើអីបានប៉ុន្តែយើងអាចពិចារណាលើរឿងមួយថាជាទូទៅក្មេងគឺគាត់ចង់ដឹងចង់ឮនៅរឿងដែលគេបិទបាំងហ្នឹងហើយមិនថាគេមិនថាយើងទេតែឡៃនឹងសម្ងាត់អីទៅអញ្ចឹងអីមិនដឹងថាគាត់ចង់មើលអាហ្នឹងដើម្បីអីទីមួយអាចថាគាត់ធ្លាប់ឮគេនិយាយពីអាហ្នឹងហើយណាមួយដូចខ្ញុំនិយាយមុនហ្នឹងអារឿងណាលាក់បាំងកាន់តែចង់ដឹងអញ្ចឹងយើងអាចបញ្យល់គាត់មានហេតុផលសមរម្យអីមួយគាត់ហើយឬមួយក៏អាហ្នឹងយើងនិយាយទៅរៀងពិបាកដែរហើយបើតាមខ្ញុំភាគច្រើនបើសិនជាណាចង់ធ្វើអីខ្ញុំតែងតែសួរថាមិនបានធ្វើអាហ្នឹងហេតុអីបានចង់ធ្វើអាហ្នឹងមិនបានចាប់អារម្មណ៍លើរឿងហ្នឹងអាចពណ៌នាបានទេដោយឧទាហរណ៍ថាបើសិនជាគាត់ចាប់អារម្មណ៍លើរឿងហ្នឹងយើងសួរថាមិនបានគាត់ចាប់អារម្មណ៍ចង់មើលតែអាហ្នឹងតែគាត់ធ្វើអាហ្នឹងដើម្បីអីជាទូទៅនៅពេលដែលម្ដាយគាត់សួរថាមានបទពិសោធន៍ណាដើម្បីធ្វើឲ្យកូនគាត់ឈប់មើលអាហ្នឹងអត់អញ្ចឹងប្រហែលជាគាត់មានគោលបំណងមួយអញ្ចឹងតើសួរថាគោលបំណងគាត់ហ្នឹងមិនបានគាត់ចង់ឲ្យកូនឈប់ហើយបើគេកូនមួយទៀតតែពេលយើងសួរទៅគាត់ចាប់ផ្ដើមមានចម្លើយខ្លួនឯងហើយអញ្ចឹងដូចអុយសំណួរដែលបងសួរមកខ្ញុំវិញអញ្ចឹងខ្ញុំប្រហែលជាអត់ទាន់មានវិធានការ 4-5 ប្រាប់ទៅវិញថាត្រូវធ្វើចេះគឺខ្ញុំអត់អាចមានទេប៉ុន្តែខ្ញុំអាចចោទជាសំណួរឧបមាថាគាត់មើលគ្រាន់តែជាការកំសាន្តអាចមើលគ្រាន់តែជាការកំសាន្តដូច្នេះពុកម្ដាយអាចផ្ដល់នៅវិធីកំសាន្តផ្សេងទៀតឲ្យគាត់ឧបមាត្រឹមតែ tablet មួយឬទូរស័ព្ទមួយគ្រឿងគាត់សប្បាយមិនគ្រប់គ្រាន់ទេឧបមាចាដូច្នេះយើងអាចទិញឧបមាក្មេងខ្លះគាត់បែរជារីករាយជាមួយនឹងការលេងសង់ផ្ទះអញ្ចឹងទៅយើងទិញថយប្រដាប់លេងទោះនិយាយប្រដាប់លេងចម្លែកតិចគឺបីលុកបីឡគាត់សំទោសអញ្ចឹងវាមានរបស់មួយចំនួនទៀតដូចករណីលោកគ្រូខ្ញុំផ្ទាល់តែម្ដងកូនគាត់ឆែកទៅឃើញថាវាមើលហើយគាត់សួរខ្ញុំថាត្រូវធ្វើម៉េចខ្ញុំមិនគិតអីច្រើននេះក្រៅតែពី block access ចោលមានន័យថាtablet ឬទូរស័ព្ទហ្នឹង block access អត់ឲ្យចូល website ចូលទៅអត់បានទេហ្នឹងហើយ website ដែលវាធ្លាប់ចូលហ្នឹងប៉ុន្តែធម្មតាទេអារឿងហ្នឹងវាគេហៅថាកាលណាតែមានសោគឺក៏វាមានកូនសោដែរត្រូវហើយតែយើងចាក់សោគាត់ថាយើងឆ្លាតជាងវាប៉ុណ្ណាហើយក្មេងឆ្លាតជាងយើងប៉ុណ្ណាយើងអត់ដឹងនោះទេប៉ុន្តែគាត់បានសួរយោបល់ខ្ញុំដែរថាកាលហ្នឹងដូចជាគាត់ឃើញ tablet សម្រាប់គូរូបមួយយ៉ាងណាសម្រាប់គូរូបតែម្ដងធ្លាប់ឃើញដូចក្តារខៀនអញ្ចឹងហ្នឹងហើយគាត់ថាចុះបើគាត់ទិញអាហ្នឹងឲ្យកូនគាត់លេងទៅប្រហែលជាមួយយ៉ាងដែរកូនគាត់នឹងចំណាយពេលជាមួយនឹងអាការគូរូបហ្នឹងច្រើនជាង
អញ្ចឹងវានេះជាវិធីល្អមួយព្រោះគាត់គិតថាធម្មតាក្មេងប៉ុណ្ណឹងទី1មិនទាន់មានតម្រូវការផ្លូវភេទទេអានេះយើងនិយាយសាមញ្ញទៅគាត់អាចមើលគ្រាន់តែជាការកំសាន្តដោយសារតែគាត់ធ្លាប់ឧទាហរណ៍ថាជួនកាលនៅមួយមិត្តភក្តិគាត់រឿងនេះមិនមែនរឿងតូចទេណាព្រោះឥឡូវនេះខ្ញុំឃើញថាវិបត្តិហ្នឹងមានបញ្ហាច្រើនណាស់ពេលដែលខ្ញុំមើលនៅក្នុងក្រុមទៅមើលខមមិនខាងក្រៅមកកូនខ្ញុំក៏អញ្ចឹងដែរកូនខ្ញុំក៏អញ្ចឹងដែរអីអាហ្នឹងគេមានអាហ្នឹងគេចាត់អីបើសិនជារយៈពេលវែងគេហៅនៅក្នុងផ្លូវចិត្តគេមានជំងឺផ្លូវចិត្តមួយដែលអាហ្នឹងយើងខ្ញុំភ្លេចពាក្យបច្ចេកទេសបាត់តែយើងអាចនិយាយថាអីដូចជាភេទវិបលាស់តាក់ទងអាហ្នឹងគេនិយាយពាក្យដែលរៀងអាស្រួលដែរគេហៅតាក់ទងនឹងការញៀនaddiction ហ្នឹង addiction ហ្មងគឺញៀនដូចសារ៉ាអញ្ចឹងគឺដាច់អត់បានទេអូខេតែបើសិនជាតិចតួចអញ្ចឹងដូចអាចអាណាព្យាបាលពិចារណាតាក់ទងនឹងដូចបងនិយាយមកអញ្ចឹងអាចបិទអត់អាចឲ្យគាត់ចូលទៅប្រើបានហើយឬក៏មានវិធានការគេថាជំនួសរកអីជំនួសឲ្យគាត់វិញអញ្ចឹងបានគេផលិត tablet មួយចំនួនសម្រាប់តែកុមារ tablet ខ្លះគឺមានតែមុខងារវាមានតែ game មានតែ YouTube គេហៅមាន YouTube Kid បើសិនជាលោកស្រីដែលមានកូនដឹងហើយ YouTube Kid មិនមែនអាច search អីក៏ឃើញទេYouTube Kid ហ្នឹងគឺមានតែ content សម្រាប់កូនក្មេងមានតែមាតិកាដែលគេផលិតឡើងសម្រាប់កុមារដូចជាចម្រៀងតុក្កតាវីដេអូរត់ឡានទឹកដីអីចឹងទៅមួយទៀតឥឡូវតាក់ទងនឹងកុមារខ្ញុំឃើញតាក់ទងនឹងអត្ថបទបរិញ្ញាអីភាគច្រើនមានដែរហើយភ្លេងអីបែបគេថាបែបតាក់ទាញពួកគាត់ណាប៉ុន្តែកំហុសមួយខ្ញុំគិតថាដែលពុកម្ដាយនៅកម្ពុជាយើងបានបង្កើតឡើងហ្នឹងគឺការបណ្ដោយឲ្យគាត់ប្រើប្រាស់ទូរស័ព្ទ24ម៉ោងឬក៏ tablet ដែលគាត់ប្រើហ្នឹងគឺនៅជាមួយគាត់រហូតរយៈពេលវែងហ្នឹងហើយមិននៅរយៈពេលវែងនៅរហូតហ្មងទិញឲ្យហើយវាខ្លាចទៅជារបស់គាត់វាមិនមែនឧបមាថាធម្មតាយើងមានពេលឲ្យគាត់ប្រើមានពេលដែលយើងដកទុកមែនណាប៉ុន្តែពុកម្ដាយមួយចំនួនក៏គាត់និយាយសាមញ្ញទៅពុកម្ដាយខ្លះខ្ជិលដែរទិញឲ្យហើយហុចទៅវាខ្លាចទៅជាកម្មសិទ្ធិរបស់កូនហើយកូនធ្វើអីធ្វើទៅដូច្នេះទូរស័ព្ទហ្នឹងនៅជាមួយគាត់24ម៉ោងគាត់ចង់មើលអីក៏បានគាត់ចង់ធ្វើអីក៏បានប៉ុន្តែបើសិនជាយើងប្រើវិធានការមួយគេហៅ screen time កំណត់ពេលវេលាប្រើប្រាស់តើក្នុងពេលណាដែលគាត់អាចប្រើបានតើក្នុងពេលណាដែលគាត់មិនអាចប្រើបានហើយពុកម្ដាយត្រូវប្រើប្រាស់ទូរស័ព្ទហ្នឹងនៅពេលណាហេតុអ្វីបានជាយើងត្រូវមានវិធានការហ្នឹងពីព្រោះទីមួយឪពុកម្ដាយបានអាចតាមដានមើលបានថាតើកូនរបស់ខ្លួនមើលអីខ្លះក្នុងថ្ងៃហ្នឹងហ្នឹងហើយទី2គាត់ទំនាក់ទំនងជាមួយអ្នកណាខ្លះឆាតរបស់គាត់message របស់គាត់យើងអាចគ្រប់គ្រងបាននៅក្នុងបញ្ហាដូចជាសុវត្ថិភាពមួយដោយករណីប្រហែលសប្តាហ៍មុនមានក្មេងស្រីម្នាក់ត្រូវបានគេរំលោភដោយសារទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធឺណិតអាយុ14 15ឆ្នាំអូបាទហើយរហូតដល់ស្លាប់ណារហូតដល់ស្លាប់ទៀតអញ្ចឹងយើងគិតថាយើងផ្ដល់ឯករាជ្យភាពឬក៏ចង់ឲ្យកូនយើងល្អកូនគេមានប្រើគ្រប់គ្នាអញ្ចឹងកូនយើងគួរតែមានដែរមិនប្រឆាំងទាស់ទេលោកស្រីខ្លះលោកមានលទ្ធភាពទិញអាល្អឲ្យកូនប្រើ iPad តម្លៃ8 900 1000ក៏មានដែរប៉ុន្តែសំណួរសួរថាតើលោកស្រីមានលទ្ធភាពក្នុងការគ្រប់គ្រងនៃការប្រើប្រាស់ឬអត់នៅពេលដែលទិញរបស់ទំនើបឲ្យកូនហើយនោះវាសំខាន់មែនទែនមានថាគាត់ឆ្លាតប៉ុន្តែគាត់មិនគួរណាឆ្លាតដូចថានៅអ្វីដែលគាត់មិនទាន់ដល់ពេលត្រូវឆ្លាតហ្នឹងហើយចង់និយាយចឹងតែប៉ុន្តែក្មេងដូចបងនិយាយហ្នឹងគាត់អាចមានសមត្ថភាពទៅក្នុងចូលទៅមើលពួកអស់ហ្នឹងគឺគាត់ឆ្លាតមែនគឺគាត់មានភាពវាងវៃប៉ុន្តែគេហៅថាឋានានុក្រមនៃអាយុរបស់គាត់វាមិនគួរណាឆ្លាតដល់ប៉ុណ្្នឹងសោះតែការឆ្លាតហ្នឹងវាហាក់បីដូចជាមិនមែនឆ្លាតក្នុងការផ្ដល់ជាអត្ថប្រយោជន៍ដល់គាត់វាទៅជាបំផ្លាញគាត់វិញដូចយើងនិយាយថាចៅក៏ពិតចៅមិនមែនអត់សមត្ថភាពទេគាត់មានភាពវៃឆ្លាតតែគ្រាន់ថាគាត់ប្រើចំណេះនោះអត់ត្រឹមត្រូវហ្នឹងហើយព្រោះថាវាអត់ផ្ដល់ជាប្រយោជន៍ដល់សង្គម